លំហាត់នេះគេថាកគណនាម៉ាស់ម៉ូលនៃអាស៊ីតខ្លាញ់គណនាម៉ាស់ម៉ូលអាស៊ីតខ្លាញ់ដែលទទួលបានពីអ៊ីដ្រូលីសខ្លាញ់ឬក៏ប្រេងមួយដែលមានម៉ាស់ម៉ូលគឺ884ក្រាមក្នុងម៉ូលខកំណត់រូបមន្តនិងហៅឈ្មោះអាស៊ីតខ្លាញ់នេះគេដឹងថាម៉ូលេគុលវាមានសម្ព័ន្ធពីជាន់មួយកចូលឲ្យរូបមន្តនិងឈ្មោះអង្គធាតុខ្លាញ់នោះចឹងតោះយើងទៅដោះស្រាយទាំងអស់គ្នាចឹងកគណនាម៉ាស់ម៉ូលេគុលនៃអាស៊ីតខ្លាញ់ជាដឹងហើយថាអាស៊ីតខ្លាញ់វាមានរូបមន្តទូទៅវាគឺ Air សម្ព័ន្ធ COO នេះអានោះវាជាអាស៊ីតខ្លាញ់ហើយមួយទៀតរូបមន្តខ្លាញ់គឺវាមានរូបមន្តបែបនេះពីបែបនេះអានេះគឺជាខ្លាញ់អញ្ចឹងបើតាមសម័យកាលគឺគេថាយើងយកអាខ្លាញ់ហ្នឹងយកទៅអ៊ីដ្រូលីសវាមានថាយកខ្លាញ់យកបូកទឹកទៅវា SCO ពីរនេះអ៊ីដ្រូលីសវាមកអានេះគេអាស៊ីតអានេះGlycerin ចឹងបើតែបំរាប់គេពីខាងលើនេះដែលមានម៉ាស់ម៉ូល884ជាម៉ាស់ម៉ូលរបស់គេវាជាម៉ាស់ម៉ូលរបស់ខ្លាញ់ហ្នឹងចឹងដោយមកនិយាយដោយបានស្អីកម្រាប់បានណាវាតែខុសអីច្រើនទេណាចាប់ដោយខ្លាំងស្មើនឹង884ក្រាមក្នុងម៉ូលហើយយើងមានទៀតម៉ាស់ទឹកមែនបើយើងគិតទៅហេះវា1គុណនឹង2 O16 ទៀតវា18ចំពោះ Glycerin នេះបើយើងអាចបូកបានដែរ Glycerin នេះចំពោះ Glycerin នេះដោយសារតែវាមាន A ហើយយើងអាចបូកបានចេញដាក់មក MVC វាស្មើជិះតាមធម្មតាមកC មែន1 2 3នេះជា12គុណជាមួយ3បូកO មាន3ដែរទៅចេញយក16គុណ3បូកទៀតហេតុអស់មែន2 4 6 8ចឹង1គុណ8អានេះ3 2 6 3 6 3 6 18ត្រែ1 48 8ទៀតចឹងយើងបូកចុះគ្នាមកវាស្មើនឹង92ណាតោះទៀតយើងធ្វើតាមណាឧបមាថាAir CO នេះ
cứ dựa đằng này cho như từ hồ âm mà năng cho như hồ tam nè tám cho bắp để xem mày chấm tám chẳng ta cho bạn xem mẹ mê thay gì vô sầm mấy kè nó vô mà thiệp khỉ vô mẹ là bỏ khánh bô cho mùi nâng mẹ là bỏ tức smile nâng mẹ là bỏ xịt khánh bô cho mùi nâng mẹ glycerin cho như đã máu âm khánh bô hay mấy con ní chỉ thử đã màu này nâng bài smile glycerin chẳng mà xịt khánh bột bay mà tức bột smile cho mình bay mà bỏ xịt bột cho môi nấm âm là bỏ glycerin tổng thể dương vô tiền rồi âm xịt khánh mà đó tại bay nó ok như ba mình nắng tổng thiết dương chua lấy chỗ kháng dương bảy tại 4 đọi cho mười 7 con cho mười nó tịch đọi về khi đến cái cà phí bảy chơi dương con là đi sân bảy bảy đang phải 4 là tre vì bảy đang bảy nó pi pram ôi làm như thế bố ấy. Mình thấy tem không đếm mà này bạch cắt cho ấy chở nó cái vào đồng mồ cho nên sẽ gì khơi chụp lại slide được như thế âm rồi khánh bảy 280 gramក្នុង1ម៉ោល20ចាំមកចូលខកំណត់រួមមុននឹងឈ្មោះសិតខ្លាញ់មើលអសនេះគាត់ដឹងថាអសណាគេអសស្រីចោលតោះឥឡូវយើងធ្វើតទៀតចឹងគេបញ្ជាក់ដែរថាចេកំណត់រូបមន្តនៃឈ្មោះសិតខ្លាញ់នេះគេដឹងថាម៉ូលេគុលវាមានសម្ព័ន្ធពីរជាន់មួយគេថាម៉ូលេគុលមានសម្ព័ន្ធពីរជាន់មួយចឹងយើងដាក់មកថាដោយម៉ូលេគុលមានសម្ព័ន្ធពីរជាន់មួយចឹងនាំឲ្យ ACO នេះគឺវាគេ CN PN 11 CO យើងយករួមមុនដុលវាខ្ញុំដាក់មកជំនួស A ហ្នឹងដោយ CN PN 11មក
ឥឡូវយើងស្គាល់អស់ហើយយើងស្គាល់លើគេអានេះក៏យើងស្គាល់តែយើងស្គាល់អត់នេះហើយអានេះយើងស្គាល់មកវិញទៀតចឹងអាចស្អីបានថាជាអាចស្អីបានថា A CO នេះយកមកស្មើជាមួយនឹង M CN CN ដក1 OH នេះចឹងដល់នេះយើងស្គាល់មែនមិញយើងមិនស្គាល់ឥឡូវយើងដោយសិនទៅ OH នេះស្មើនឹង 282 ក្រាមក្នុងម៉ូលហើយ M នេះយើងមិនស្គាល់ដែរ 12N នេះបូកជាមួយនឹង1 គុណនឹង 2N ដក1ទេហើយបូកជាមួយនេះមកដុំនេះអូម៉ែថាអូខេធ្វើតាមសម្រួល12បូកទៀតបូកជាមួយនឹងសេកុំនេះ16 គុណនឹង 2 បូក 1 ទៀតស្មើ 12N បូក 2N ដក 1 បូក 12 បូក 32 បូក 1 4N 1 ចូលចោលខ្ទេចចេះស្មើ4ពីប្រឡងធ្វើយ៉ាងមិនកាត់ច្រើនចេះដាក់ស្មើសំមូលយកអា282នេះស្មើជាមួយនឹង 14N បូកជាមួយនឹង 44នាំឲ្យ 14N ស្មើនឹង 282នេះដក44ស្មើមែនអត់ចេះយកអានេះយកដល់ទេមកយក282អានេះអ្នកស្ទើរខ្ញុំចឹង7 12 4 10 10 36 6 បូក 2 8ហើយយក7 14 13មកទាំងអិនស្មើនឹង14ដាក់បាន1បាន1 4ទៅដាក់បាន1នឹងនិយាយប៉ែច្រើនណាដល់ជប់ចុះចាយទៅ4ដល់ចូល13 4 ដល់ 10 16 1 3 9 3 7 4 28 28ត្រា2 7 7 2 9 7ចឹងដូចនេះរូបមុនgraphic ខ្លាំងគឺមែនសេ17 53រហស្សនាមវាឈ្មោះវាហាស់នាម acid oleic អានេះយើងតិចយើងចាំ oleic ហ៎ឥឡូវយើងដល់ចំណុចចុងក្រោយគេគេឲ្យយើងណាឲ្យរូបមន្តនិងឈ្មោះអង្គធាតុខ្លាញ់ហ្នឹងឈ្មោះអង្គធាតុខ្លាញ់អញ្ចឹងមិនខ្លាញ់ជាងគោស្អីគោហ្នឹងមុន
ឈ្មោះអង្គទេខ្លាញ់ហ្នឹងចឹងឈ្មោះអង្គទេខ្លាញ់យើងឃើញថារូបមន្តខ្លាញ់ហ្នឹងគឺបែបនេះចឹងយកអាមកដុំហ្នឹងយកមកចំនួនហ្នឹងយក A មិនយកអាស៊ីតហ្នឹងយក A នេះម្ដុំ A យកវាជួសចូល A មកអាហ្នឹងក៏ខ្ញុំអត់ចាំដែរខ្ញុំបើកសភៅមើលដែរC2 នេះ17 3 38ហ្នឹងវាអូនេះ2ឈ្មោះវាគឺខ្ញុំអត់ស្គាល់ឈ្មោះទេតែខ្ញុំអាចពេលនេះបានតែខ្ញុំអត់ស្គាល់ឈ្មោះខ្ញុំបើកធ្វើមើលដែរទេមើលមកចាំលោកឈ្មោះអីអញ្ចឹងមិនហ្នឹង Clay Serial Trio Layout ចឹងរំហាត់ជាងចប់ប៉ុណ្ណឹងជួបគ្នារំហាត់ក្រោយទៀតតើបាយ